ជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះរឿនសុជាតិមកពីវិទ្យាល័យហ៊ុនសែនស្លាគូបានមកសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនាងខ្ញុំបានជ្រើសរើសយកនៅជំនាញវិស្វកម្មឧស្សាហកម្មខ្ញុំបានឈ្មោះសុងសុំអាណែតមកពីវិទ្យាល័យបុរនីហ៊ុនសែនបាត់ទីបានមករៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺខ្ញុំបានជ្រើសរើសជំនាញវិស្វកម្មឧស្សាហកម្មជំនាញវិស្វកម្មឧស្សាហកម្មគឺសិក្សាអំពីដំណើរការនៃការគ្រប់គ្រងនិងការផលិតទៅជាផលិតកម្មនិងផលិតផលសម្រាប់ទៅតាមបណ្ដារោងចក្រសហគ្រាសវិស្វកម្មឧស្សាហកម្មយើងអាចបម្រើការងារជាច្រើនទៅតាមរោងចក្រកែច្នៃផលិតកម្មការគ្រប់គ្រងនិងការរក្សាគុណភាពវិស្វកម្មឧស្សាហកម្មក៏អាចទទួលបាននូវប្រាក់ការខ្ពស់តាមតម្រូវការទីផ្សារពិភពលោកជាចុងក្រោយខ្ញុំសូមណែនាំដល់សិស្សនិស្សិតគ្រប់រូបដែលមានបំណងចង់មករៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតគ្រប់រូប 100% បន្ថែមទាំងនោះដល់កន្លែងស្នាក់នៅទឹកភ្លើងអ៊ីនធឺណិត free ខ្ញុំសូមណែនាំដល់សិស្សនិស្សិតគ្រប់រូបឲ្យមករៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺទាំងអស់គ្នាសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នា